លោកកឹងវណ្ណៈត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ1 ឆ្នាំរួចមកហើយឥឡូវនេះត្រូវលោកស្រីប៉ែនធាឌីប្តឹងមួយករណីទៀតពាក់ព័ន្ធនឹងករណីឆបោកនិងការចេញសាច់ស្អុយកុកភ្លេចជុងឬជុងភ្លេចកុកបានជាលោកកឹងវណ្ណៈអតីតអភិបាលរងខេត្តបន្ទាយមានជ័យមានរឿងរ៉ាវនៅមិនទាន់ចាប់ស្រួលបួលផងស្រាប់តែពេលថ្មីនេះកាលពីថ្ងៃទី10ខែមីនាឆ្នាំ2025ត្រូវបានអัยការអមសាលាដំបងរាជធានីភ្នំពេញបានកោះហៅមកបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានរបស់លោកស្រីប៉ែនធាឌីសូមជម្រាបផងដែរថាលោកកឹងវណ្ណៈកន្លងមកធ្លាប់ត្រូវបានជន់រងគ្រោះម្នាក់មកប្តឹងរួចមកហើយពាក់ព័ន្ធនឹងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានដោយចេញសាច់ស្អុយហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោសជន់ជាប់ចោទដោយដាក់ពន្ធនាគាររយៈពេល1 ឆ្នាំដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី6និងថ្ងៃទី19ខែមេសាឆ្នាំ2022កន្លងទៅបទល្មើសបទបញ្ញត្តិតាមមាត្រាលេខ231នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាននិងប្រតិបត្តិការសងប្រាក់ដែលបង្គាប់ឲ្យជនជាប់ចោទកឹងវណ្ណៈសងបំណុល$30,000ទៅឲ្យដើមបណ្ដឹងដែលជាជនរងគ្រោះសាលក្រមនេះបានប្រកាសនៅថ្ងៃទី12ខែសីហាឆ្នាំ2024កំបាំងមុខជនជាប់ចោទនិងប្រកាសជាសាធារណៈនៅថ្ងៃទី5ខែកញ្ញាឆ្នាំ2024ដោយឡែកថ្មីនេះលោកកឹងវណ្ណៈត្រូវបានលោកស្រីប៉ែនធាឌីប្តឹងពាក់ព័ន្ធករណីឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានដោយចេញសាច់ស្អុយកាលពីថ្ងៃទី12ខែកុម្ភៈឆ្នាំ2025ដោយលោកបានខ្ចីប្រាក់របស់លោកស្រីប៉ែនធាឌីចំនួន$38,950ប៉ុន្តែក្រោយមកលោកបានចេញសាច់ស្អុយជាបន្តបន្ទាប់លោកកឹងវណ្ណៈត្រូវបានលោកឆាយហុងព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញបានចេញដីកាកោះហៅបំភ្លឺនៅថ្ងៃទី10ខែមីនាឆ្នាំ2025នៅវេលាម៉ោង 2:30 នាទីរសៀលពាក់ព័ន្ធនឹងករណីនេះផងដែរអង្គភាពសារព័ត៌មានបានសាកសួរលោកកឹងវណ្ណៈតាមរយៈលេខទូរស័ព្ទលោកក៏បានបំភ្លឺថាចាំស្អែកថ្ងៃត្រង់ចាំជួបគ្នាពេលបងចេញពីត្បូងឃ្មុំចាំជួបគ្នាពេលអ្នកសារព័ត៌មានសួរថាអាចបំភ្លឺភ្លាមបានទេលោកឆ្លើយថានៅចាំជួបគ្នារហូតមកដល់ថ្ងៃទី24ខែមីនាឆ្នាំ2025នេះគឺពុំមានការបំភ្លឺពីលោកកឹងវណ្ណៈតតែសោះសូមស្ដាប់ការលើកឡើងរបស់លោកកឹងវណ្ណៈជាមួយនឹងអ្នកសារព័ត៌មានឡូបាទឡូមានសួរបងបាទពីណាបាទបងកឹងវណ្ណៈមែនបាទខ្ញុំខាងនៅសារព័ត៌មាន BTN ណាបងបាទបងអូនសុំខានពេលបងមិនតិចបងតែព័ន្ធនឹងបដិងមួយគេបដិងបងចូលទៅតុលាការកាលពីថ្ងៃពេលកោះឲ្យបងចូលថ្ងៃទី10ខែមីនាណាអានោះចាំស្អែកថ្ងៃត្រង់បងឥឡូវមកចូលអូខេបងចំណានជននេះចាំស្អែកថ្ងៃត្រង់ចាំបងរហូតណាអូខេពឹងពាក់ខ្ញុំធ្វើចុះផ្សាយបងយកពីបដិងយកឡើយអូនចាំជួបគ្នាបាទខ្ញុំចឹងរឿងហ្នឹងបងមិនដល់អាចភ្លឺបានទេបងចឹងឡើយចាំស្អែកថ្ងៃត្រង់ចាំយើងជួបគ្នាតែប្រហែលជាម៉ោងមិនដល់អីបងទៅត្បូងឃុំទៅដល់វិញហើយបាទឡូបាទអូខេខ្ញុំមុនធ្វើការចុះផ្សាយធ្វើការសាកសួរបងសិនចឹងអូខេហ្នឹងហើយចាំយើងចាំប្រាប់អូនច្បាស់សិនអូខេបាទទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន 9 TV នៅតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង 72អង្គភាពសារព័ត៌មាន 9 TV នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះនៅវគ្គក្រោយ